Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទលេងម៉ាលីសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីចា៎នាងខ្ញុំខែសុណងក៏សូមជម្រាបសួរលោកអ្នកនាងទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃច័ន្ទ6កើតខែផលគុណឆ្នាំមមីឆស័កពុទ្ធសករាជ2558ដែលត្រូវនៅថ្ងៃទី23ខែកុម្ភៈគ្រិស្តសករាជ2015ចាជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកអាឡិចសកម្មជនការពារបរិស្ថានតំបន់អរ៉ែងត្រូវរដ្ឋាភិបាលចាប់ខ្លួនលោកហ៊ុនសែនប្រកាសឲ្យលើកលែងទោសស្ត្រីមានផ្ទៃពោះនិងមានកូនតូចនៅជាមួយក្នុងពន្ធនាគារអង្គការ Confrel រកឃើញពលរដ្ឋភាគច្រើនមិនពេញចិត្តការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមិនអាចបញ្ចប់នៅខែកុម្ភៈតាមការគ្រោងទុករួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានទាំងនេះពិស្ដាមន្ត្រីជាន់ខ្ពស់នៃអង្គការខ្មែរជំរឿននិងការពារសិទ្ធិមនុស្សហៅកាត់ថាអង្គការលីកាដូហើយចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំពីគម្រោងនៃការដោះលែងស្ត្រីដែលមានកូនតូចនៅជាមួយក្នុងពន្ធនាគារថាជាយន្តការដ៏ល្អបំផុតចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលគ្រោងថានឹងពុំអនុញ្ញាតឲ្យមានវប្បធម៌កូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារទៀតនេះគឺជាលើកទី1ហើយក្នុងអំណាចរបស់លោកក្នុងរយៈពេល3ទសវត្សរ៍មកនេះចាលោកមុំមនីរតរាយការណ៍ព័ត៌មាននេះលោកហ៊ុនសែនអះអាងថាធ្វើយ៉ាងណានៅមុនបន់ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះស្ត្រីដែលមានកូនតូចៗនៅជាមួយម្ដាយក្នុងពន្ធនាគារទាំងអស់ត្រូវរៀបចំបំពេញនីតិវិធីដើម្បីលើកលែងទោសឲ្យរួចផុតពីការចោទប្រកាន់ឬថាបើអាចធ្វើទៅបានត្រូវពន្យាដំណើរការឲ្យបានមុនថ្ងៃបុណ្យទិវានារីអន្តរជាតិគឺថ្ងៃ8មីនាការថ្លែងដូចនេះរបស់លោកហ៊ុនសែនធ្វើឡើងក្នុងពេលដែលលោកចូលរួមចែកសញ្ញាបត្រដល់និស្សិតរបស់សាកលវិទ្យាល័យមួយនៅកោះពេជ្រកាលពីព្រឹកថ្ងៃទី23កុម្ភៈលោកនាយករដ្ឋមន្ត្រីអះអាងថាលោកនឹងជំរុញឲ្យនីតិវិធីនេះចេញឲ្យបានឆាប់បំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានជាពិសេសលោកហ៊ុនសែនចាត់ទុកថាលោកពុំចង់ឃើញមានវប្បធម៌កូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារទៀតនោះទេលោកបន្ថែមថាបើដំណើរការនេះមានភាពយឺតយ៉ាវគឺយ៉ាងយូរណាស់អាចមុនបន់ចូលឆ្នាំខ្មែរនឹងត្រូវបញ្ចប់គម្រោងនេះតែម្ដងលើកលែងទោសឲ្យសម្រាប់តែអ្នកមានកូនដែលកំពុងរស់នៅក្នុងពន្ធនាគារនិងអ្នកដែលមានផ្ទៃពោះកំពុងរស់នៅក្នុងពន្ធនាគារខិតខំធ្វើយ៉ាងម៉េចឲ្យរួចទាំងអស់មុនចូលឆ្នាំខ្មែរបានសេចក្តីថាសម្អាតកុំឲ្យមានអ្នកដែលមានកូនទៅរស់នៅក្នុងពន្ធនាគារជាមួយនិងអ្នកមានផ្ទៃពោះយ៉ាងណាទន្ទឹមគោលនយោបាយជាតិនឹងដំណើរការនេះលោកហ៊ុនសែនក៏ព្រមានដែរថានឹងមិនលើកលែងចំពោះអ្នកឆក់ឱកាសដើម្បីបានចេញពីពន្ធនាគារដោយយកកូនតូចៗទៅរស់នៅជាមួយឡើយគឺផ្ដល់សិទ្ធិចំពោះតែស្ត្រីដែលមានកូននៅក្នុងពន្ធនាគារផ្ទាល់ប៉ុណ្ណោះជាងនេះទៀតនោះគឺអាជ្ញាធរមិនអធិស្ឋានលើកលែងឲ្យជនខិលខូចប្រើប្រាស់ស្ត្រីដែលមានកូនកំពុងបំបៅដោះដើម្បីជួញគ្រឿងញៀនជាលេសក្រោយពីគោលនយោបាយនេះដាក់ឲ្យអនុវត្តទីចំណែកប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូអ្នកស្រីពងជីកិច្ចសាទរចំពោះចំណាត់ការរបស់លោកហ៊ុនសែននៅពេលនេះអ្នកស្រីយល់ឃើញថាគំនិតព្រួយផ្ដើមនេះនឹងជំរុញឲ្យកុមារទទួលបានឱកាសស្មើៗគ្នានៅក្នុងសង្គមគេមិនចង់ឲ្យឃើញកុមារនៅក្នុងពន្ធនាគារណាចា៎អញ្ចឹងគំនិតនឹងល្អរបស់រដ្ឋាភិបាលជាពិសេសរបស់សម្ដេចនាយកហ្នឹងគឺថាមិនចង់ឃើញកុមារនៅក្នុងពន្ធនាគារបើទោះជាបែបណាគេនៅមានមន្ទិលសង្ស័យជាច្រើនករណីនៅឡើយជុំវិញគោលនយោបាយដែលលោកហ៊ុនសែនប្រកាសនេះដោយហេតុថាមានស្ត្រីជាប់ឃុំភាគច្រើនមិនទាន់បានជំនុំជម្រះនៅឡើយទេជាពិសេសនោះថាតើរដ្ឋាភិបាលនឹងដាក់ក្នុងកម្មវិធីនយោបាយដូចនេះជារៀងរាល់ឆ្នាំឬបែបណាអ្នកស្រីវិជ្ជបណ្ឌិតពងជីកិច្ចប្រធានអង្គការលីកាដូយល់ឃើញថា
ឯតាមគោលការណ៍ច្បាប់គឺគេពុំអាចលើកលែងទោសឲ្យទាន់ដិតណាដែលពុំទាន់ឆ្លងកាត់ការជំនុំជម្រះឬពុំទាន់មានសារក្រមស្ថាពរបានទេឆ្លើយតបរឿងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាសាធារណៈជាលើកដំបូងរបស់លោកថាការលើកលែងទោសឲ្យស្ត្រីមានកូនតូចៗនៅក្នុងពន្ធនាគារនេះគឺជាដំណាក់កាលជំហានដំបូងប៉ុណ្ណោះបដិសេធជុំវិញការរិះគន់ពីអង្គការមិនមែនរដ្ឋាភិបាលខ្លះលោកហ៊ុនសែនអាងថាលោកពុំមែនជាអ្នករំលោភច្បាប់ទេគឺបើមានសារក្រមរួចហើយលោកនឹងអនុម័តភ្លាមដែរមុននឹងស្នើសុំពរិយាអន្តរាគមន៍ពីព្រះមហាក្សត្រខ្ញុំធ្វើនាយករដ្ឋមន្ត្រីស៊ីមលច្រើនជាងលោកឯងស៊ីបាយខ្ញុំស្គាល់ច្បាប់តាយោងតាមកិច្ចច្បាប់លេខ38តម្រូវឲ្យជាប់គុក2 ភាគ 3 សិនប៉ុន្តែយោងតាមច្បាប់ពន្ធនាគារគេបើកច្រកមួយឲ្យនាយករដ្ឋមន្ត្រីមានសិទ្ធិសុំបរិយារិទ្ធលើកលែងទោសពេលណាក៏បានខ្ញុំអត់បំពានច្បាប់ទេសាលក្រមចូលស្ថាពរយកមកដាក់ឲ្យខ្ញុំសេចក្តីថ្វាយព្រះមហាក្សត្រយ៉ាងណាលោកហ៊ុនសែនក៏ឆ្លៀតឌៀមដាមដោយមិនចំឈ្មោះឲ្យស្ត្រីជាប់ពន្ធនាគារមួយចំនួនដែរលោកនាយករដ្ឋមន្ត្រីចំអកអយបើទោះជាមិនសម្ដៅឈ្មោះថាជានរណានោះក៏គេដឹងថាទំនងជាលោកហ៊ុនសែនចង់ផ្លែផ្កាឲ្យស្ត្រីដែលជាសកម្មជនដីធ្លីនៅតំបន់បង្កក់លោកលើកឡើងថាកុំសង្ឃឹមអាចនឹងរួចផុតពីការចោទប្រកាន់ព្រោះស្ត្រីទាំងនោះចង់ល្បីនិងបានទទួលមេដាយពីសហរដ្ឋអាមេរិកហេតុនេះត្រូវបំពេញចិត្តពួកគេឲ្យបន្តជាប់ឃុំដើម្បីបានទទួលមេដាយកិត្តិយសចុះកាលពីថ្ងៃទី15ខែកុម្ភៈតាមរយៈលទ្ធផលនៃការអង្កេតនៅតាមពន្ធនាគារចំនួន18កន្លែងដែលជាតំបន់គោលដៅនៅទូទាំងប្រទេសកម្ពុជាអង្គការលីកាដូរកឃើញថាក្នុងចំណោមកុមារ39នាក់ដែលកំពុងរស់នៅជាមួយម្ដាយក្នុងពន្ធនាគារគឺមានកុមារពាក់កណ្ដាលហើយបានកើតនៅក្នុងពន្ធនាគារខ្ញុំបមនីរតវិទ្យុអាស៊ីសេរីភ្នំពេញចាលោកអ្នកនាងស្ដាប់ជាទីមេត្រីស្ថាបនិកចលនាមេដាធម្មជាតិលោក Alejandro Gonzalez Davidson ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង 1:30 នាទីរសៀលនៅថ្ងៃទី23កុម្ភៈនេះនាភោជនីយដ្ឋានមួយក្បែរមាត់ទន្លេជិតផ្សាររាត្រីរាជធានីភ្នំពេញមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍សាកសួរជាច្រើនម៉ោងនៅមិនទាន់ដឹងលទ្ធផលថាតើលោកអាចនឹងត្រូវបញ្ជូនចេញពីកម្ពុជានៅយប់នេះដែរឬយ៉ាងណាចាឥឡូវនេះអ្នករាយការណ៍ព័ត៌មានរបស់យើងគឺលោកសីបណ្ឌិតដែលលោកកំពុងតាមដានរឿងនេះមានសេចក្តីរាយការណ៍ផ្ទាល់សូមអញ្ជើញលោកសីបណ្ឌិតចា៎បាទសូមអរគុណអ្នកស្រីខែទុំនងលោកអាឡិចជាសកម្មជនតំបន់អរ៉ែងត្រូវបានសមត្ថកិច្ចចាប់គុំខ្លួននៅថ្ងៃនេះរយៈពេលប្រមាណជា5ម៉ោងរួចមកហើយបន្ទាប់ពីមានការតវ៉ាមានការគាំទ្រសកម្មជនការពីបរិស្ថានអាឡិចរូបនេះមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលមានទីតាំងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានចេញមកបំភ្លឺចំពោះសាធារណជននិងផ្ដល់បទសម្ភាសន៍ដល់អ្នកកសែតទូទៅថាលោកអាឡិចមិនត្រូវបានបញ្ជូននៅថ្ងៃនេះទេឬក៏នៅយប់នេះទេដោយទុកឱកាសឲ្យអាឡិចរៀបចំឯកសារឬក៏ទិញសម្បត្តិជំនួសបានត្រឹមត្រូវក្នុងរយៈពេល7ថ្ងៃដោយគិតចាប់ពីថ្ងៃផុតកំណត់នៃទឹកថាការរបស់អាឡិចដែលស្ថិតនៅប្រទេសកម្ពុជាកន្លងមកនេះបាទហើយចំពោះកិច្ចការមួយចំនួនទៀតដែលអ្នកតំណាងរាស្ត្រឬសកម្មជនអ្នកកសែតសារព័ត៌មានបានចោទសួរទៅមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកនៅលក្ខណៈលោកបានឆ្លើយបញ្ជាក់មុនពេលផ្សាយនេះបន្តិចថាចំពោះការសូមធានាឲ្យអាឡិចនៅក្រៅឃុំបណ្ដោះអាសន្នក្នុងការរៀបចំឯកសារដើម្បីចាក់ចេញទៅប្រទេសតាមកំណត់របស់លោកវិញតាមសម្រួលនោះមិនទាន់មានច្បាប់ឬក៏មានការបញ្ជាក់យ៉ាងណាឡើយទេប៉ុន្តែគ្រាន់តែបញ្ជាក់បានយ៉ាងខ្លីថាលោកអាឡិចនឹងមានឱកាស7ថ្ងៃក្នុងការរៀបចំឯកសារចេញទៅតាមសម្រួលហើយមកដល់ពេលនេះអាឡិចនៅតែជាប់ឃុំនៅក្នុងនាយកដ្ឋានអន្តោប្រវេសន៍នៅឡើយនៅម៉ោងនេះបាទហើយចំណែកនៅខាងមុខអគ្គនាយកដ្ឋានទូតអន្តោប្រវេសន៍នេះវិញមានប្រជាពលរដ្ឋជាច្រើនប្រហែលជា200នាក់ហើយកម្លាំងសមត្ថកិច្ចដែលជាមការពារសុវត្ថិភាពចរាចរណ៍នៅខាងមុខអគ្គនាយកដ្ឋានទូតអន្តោប្រវេសន៍នេះក៏មានប្រហែល100នាក់ដែរដើម្បីការពារនៅសមត្ថមានបដិសេធឲ្យការឡើងនៅទីនេះហើយប្រជាពលរដ្ឋសកម្មជនអរ៉ៃបានចងកន្សែងពណ៌ស្បង់លោកដោយដាក់ថាគាំទ្រអាឡិចគាំទ្រការពារព្រៃឈើនៅប្រទេសកម្ពុជាហើយមានបដាឬក៏រូបថតអាឡិច
ដោយសរសេរថាគ្រប់គ្រងឲ្យអាឡិចដាក់នៅប្រទេសកម្ពុជាជាបន្តទៀតដើម្បីចូលរួមចំណាយការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាហើយប្រឆាំងដាច់ខាតចំពោះជនណាដែលមានបំណងចូលមកប្រទេសកម្ពុជាបំផ្លាញនៅធនធានធម្មជាតិកម្ពុជាបំផ្លាញនៅសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាដើមតែហើយការតវ៉ាបន្តពីនេះពុំមានកើតនៅអំពើហិង្សាណាមួយទេក្រៅពីការស្វែងរកគ្រប់គ្រងអាឡិចឲ្យដាក់នៅកម្ពុជាបន្តហើយជាទីរដ្ឋាភិបាលកម្ពុជាត្រូវតែផ្ដល់សិទ្ធិការដល់អាឡិចជាបន្តទៀតហើយប្រឆាំងដាច់ខាតចំពោះការបញ្ជូនអាឡិចចេញពីប្រទេសកម្ពុជានៅក្នុងថ្ងៃនេះឬក៏ថ្ងៃណាមួយនោះបាទចាលោកសៃមដិតនេះខ្ញុំសូមបញ្ជាក់បន្តិចមិញលោកមានលោករាយការណ៍ថាខាងយុគឋានអន្តោប្រវេសន៍ហ្នឹងទុកឱកាសមួយសប្តាហ៍ឲ្យលោកអាឡិចគឺរាប់ពីថ្ងៃបញ្ចប់ទិដ្ឋាការបានន័យថាលោកអាឡិចបញ្ចប់ទិដ្ឋាការរបស់គាត់នៅថ្ងៃទី20ហើយចាអញ្ចឹងអាចថាត្រឹមថ្ងៃទី27អាចចប់ត្រូវតែចេញពីកម្ពុជាចាបាទពិតមែនហើយនៅស្អីបាទចាមានអ្វីបន្ថែមទៀតទេលោកចាបាទទោះបីជាការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍លោកនៅលក្ខណៈបែបនេះក្តីក៏មានវត្តមានមន្ត្រីសិទ្ធិមនុស្សអ្នកសារព័ត៌មានជាពិសេសអ្នកគ្រប់គ្រងសកម្មជនដែលជាសកម្មជនតំបន់អរ៉ែងហើយតែឆ្លាញ់សរុបអាឡិចនៅតែបង្ហាញសក្តីភាពគ្រប់គ្រងអាឡិចនៅតែប្រែកជ័យគោឲ្យអាឡិចមានវត្តមាននៅទីនេះហើយពួកគាត់មិនទាន់ចាក់ចេញពីមុខអគ្គនាយកដ្ឋានអន្តរប្រវេសន៍ដែលស្ថិតនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើយទេបាទហើយយ៉ាងណានោះព័ត៌មានតែអាឡិចបញ្ជូននៅថ្ងៃនេះគឺมันត្រូវបានបញ្ជូនវិញទេដល់ជុំរយៈពេល7ថ្ងៃដូចបានជាមាត់ជម្រាបខាងដើមមិញនេះចាសូមអរគុណច្រើនចាមានអ្វីផ្លែកខុសពីធម្មតាក្រៅពីការផ្លែកគ្រប់គ្រងបន្តឲ្យគ្រប់គ្រងអាឡិចទេបាទចាសូមអរគុណច្រើនលោកសៃមដិតចាដែលមានសេចក្តីរាយការណ៍ផ្ទាល់ពីអគ្គនាយកដ្ឋានអន្តរប្រវេសន៍ចាបាទអរគុណអ្នកសេចក្តីសំណងបាទចាលោកនាងស្ដាប់ជាទីមេត្រីមុនការចាប់ខ្លួនលោកអាឡិចប្រមាណជា2ម៉ោងនៅថ្ងៃដដែលនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងជាសាធារណៈព្រមានមិនអោយអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលនិយាយរឿងអាឡិចនេះទៀតលោកថ្លែងបែបនេះគឺសំដៅទៅមន្ត្រីបកប្រឆាំងដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យលោកអាឡិចនោះលោកហ៊ុនសែនបញ្ជាក់ថាសូមឲ្យជនបរទេសរូបនេះទៅក្រៅមួយរយៈសិនកុំបង្ករឿងអញ្ចឹងទេបើធ្វើរដ្ឋអធិបតេយ្យមួយក្រន់តែគេបំពេញដែរចាំបាច់ធ្វើរដ្ឋទៅអីមិនថាជនបរទេសបំពេញទេជនជាតិខ្មែរបំពេញក៏ត្រូវតែមានទោសដែរអំណាចរដ្ឋសង្ឃឹមថារឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីមហាផ្ទៃដោះស្រាយបានហើយគេទៅរំខានដល់ព្រះមហាក្សត្រនោះព្រះមហាក្សត្រទ្រង់ចេញទៅកាត់មកខ្ញុំកណាខ្ញុំប្រាប់ឲ្យខ្ញុំទៅគេទៅព្រៀងឲ្យខ្ញុំផងប៉ុន្តែមិនសមទៅរំខានព្រះមហាក្សត្រព្រោះសមត្ថកិច្ចគេទុកឲ្យអ្នកបញ្ហាអន្តរប្រវេសន៍ហ្នឹងគឺរដ្ឋមន្ត្រីមហាផ្ទៃចាត់ចែងទៅវាជាប់ហើយក្រសួងមហាផ្ទៃខាងប្រៃអន្តរប្រវេសន៍គេទុនខ្លួនដល់ប៉ុណ្ណឹងហើយខ្លួនប្រព្រឹត្តខុសសរសេររបត់សុំទោសគេសុខចិត្តឲ្យនៅរហូតដល់អស់ទិដ្ឋាការអញ្ចឹងយើងចេញទៅសិនទៅព្រោះឲ្យចាំសុំត្រឡប់មកវិញវាតខុសអីហើយចាំបាច់បង្កើតស្ថានភាពនេះអាស្ថានភាពនេះគឺបានតែគេថាតែគេបដិញចេញហើយវាត្រូវចូលក្នុងជីខ្មៅហើយវាជាប់ហើយចាលោកនាងស្ដាប់ជាទីមេត្រីតកតងទៅនឹងការចាប់លោកអាឡិចនេះដែរនេះខ្ញុំបានភ្ជាប់ទូរស័ព្ទទៅលោកអ៊ូវីរៈលោកជាប្រធានអង្គការវេទិកាអនាគតជំរាបសួរលោកអ៊ូវីរៈចាបាទសូមជំរាបសួរបាទចាលោកយល់យ៉ាងម៉េចដែរចំពោះការចាប់ខ្លួនលោកអាឡិចនៅពេលនេះចាតកតងទៅនឹងច្បាប់បន្តប្រវេសន៍នេះចាខ្ញុំមិនមានអីភ្ញាក់ផ្អើលទេតាមពិតការចាប់ខ្លួននេះគឺជាអ្វីមួយដែលលោក Alex ខ្លួនឯងផ្ទាល់ខ្លួនលោកផ្ទាល់ក៏រំពឹងថានឹងកើតឡើងដែរលោកក៏រងចាំនឹងការចាប់ខ្លួននេះខ្ញុំយល់ថាការចាប់ខ្លួននេះគឺជារឿងមួយមិនខុសពីច្បាប់ទាំងស្រុងទេប៉ុន្តែអ្វីដែលខុសនោះគឺការមិនព្រមបន្តវីសាឲ្យលោកលោក Alex ក្នុងការស្នាក់នៅបន្តទៅទៀតនេះគឺជារឿងមួយដែលតាក់ទងរឿងគម្រោងក្រុមហ៊ុនចិននៅតំបន់អរ៉ែងអញ្ចឹងការព្រឹត្តិការណ៍ទាំងឡាយនេះមិនមែនតាក់ទងរឿងជនបរទេសមួយរូបទេហើយក៏មិនមែនតាក់ទងរឿងអន្តរប្រវេសន៍ដែរគឺវាតាក់ទងរឿងការអភិវឌ្ឍតំបន់អរ៉ែងជាជាងគឺការប៉ះពាល់បរិស្ថាននិងការ
ធ្វើវិរិយអគ្គិសនីនិងជំនួយរបស់ប្រទេសចិនផងដែរទាំងអស់នេះគឺជារឿងនយោបាយធំមួយដែលជាប្រភពនៃការព្រួយបារម្ភនៃនយោបាយអន្តរជាតិផងដែរបាទចាលោកឧរៈមានបានលើកឡើងហើយតើតើនឹងរឿងថាលោកអាលិចនេះយើងដឹងអស់គ្នាហើយលោកជាសកម្មជនមួយរូបដែលគាត់ការពារខ្លាំងនៅតំបន់អរ៉ែងខេត្តកោះកុងជាពិសេសប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលគឺការសាងសង់ទំនប់វារីអគ្គិសនីរបស់ចិនគឺក្រុមហ៊ុន Sino Hydro នេះតែម្ដងហើយបាននិយាយអំពីច្បាប់ក្រសួងមហាផ្ទៃនៅពេលនេះគឺគាត់អាចធ្វើបានអញ្ចឹងហើយលោកចាក្នុងការខាត់ខ្លួនលោកអាលិចហ្នឹងចាបាទបើតាមមើលផ្លូវច្បាប់គឺខ្ញុំមើលទៅក្រសួងមហាផ្ទៃមានសិទ្ធិក្នុងនោះគឺមានចែងពីការបណ្ដឹងចេញផងដែរលោក Alex បានអស់សិទ្ធិនៅក្នុងប្រទេសកម្ពុជាហើយក្រសួងមហាផ្ទៃក្នុងប្រទេសណាក៏ដោយក៏មានសិទ្ធិក្នុងការបន្តឬមួយបន្តការពេញចិត្តរបស់រដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរយើងទៅលើការបន្តឬមួយបន្តនេះគឺជារឿងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើការពិចារណាទៅពេលធ្វើការបោះឆ្នោតតែពេលយើងបោះឆ្នោតខុសឬមកយើងបោះឆ្នោតឲ្យគណៈបកណាមួយអាហ្នឹងគឺយើងចាំតវ៉ានៅពេលក្រោយប៉ុន្តែរឿងដែលយើងនិយាយទៅពេលថ្ងៃនៅពេលបច្ចុប្បន្ននេះគឺរឿងគួរតាក់ទងរឿងអរ៉ែងតាក់ទងរឿងប្រជាពលរដ្ឋដែលប៉ះពាល់សហគមន៍ដែលប៉ះពាល់នៅក្នុងតំបន់ហ្នឹងរឿងតាក់ទងវិរិយអគ្គិសនីនិងរឿងតើបញ្ហានយោបាយទាំងអស់នេះហេតុអ្វីបានរាជរដ្ឋាភិបាលមិនព្រមព្យាយាមតាំងពីដើមមកអស់រយៈពេលរាប់ឆ្នាំហៅសកម្មជននៅក្នុងតំបន់អរ៉ែងរួមទាំងលោក Alex ក្នុងការឡើងតុជជែកគ្នាពីផលប៉ះពាល់ទៅលើសហគមន៍ទៅពីផលប៉ះពាល់ទៅលើបរិស្ថានបើសិនជារឿងដោះស្រាយរឿងទំនប់វារីអគ្គិសនីដែលត្រឹមត្រូវខ្ញុំមើលទៅមិនមានបញ្ហាដល់ថ្ងៃនេះទេបាទខ្ញុំមើលតាមផ្លូវច្បាប់តាមពិតនីតិវិធីផ្លូវច្បាប់គឺក្រសួងមហាផ្ទៃគឺផ្ដល់ពេលវេលាទៅដល់សម័យខ្លួនក្នុងការតវ៉ាទៅតុលាការប៉ុន្តែលោក Alex ប្រហែលជាបន្តវ៉ាទេដោយសារតុលាការក៏លោក Alex ប្រហែលជាមិនទុកចិត្តផងដែរហើយដោយសារអញ្ចឹងហើយมันជាមូលហេតុគឺនៅពេលបច្ចុប្បន្ននេះរឿងពីរដែលយើងឃើញជាបញ្ហាទី1ចាត់ទងរឿងការបន្ទុកចិត្តទៅលើតុលាការទី2គឺការបន្ទុកចិត្តទៅលើរដ្ឋាភិបាលដែលទទួលការបោះឆ្នោតនៅឆ្នាំ2013ដោយសារមានការតវ៉ាចាត់ទងរឿងភាពមិនប្រក្រតីនៅទៅលើការបោះឆ្នោតដោយសារអញ្ចឹងហើយបានប្រភពប្រជាបានជារដ្ឋពេលមានរឿងណាមួយមិនទុកចិត្តតុលាការហើយក៏មិនទុកចិត្តការចាត់វិធានការរបស់តុលាការរបស់រដ្ឋាភិបាលថាធ្វើដោយត្រឹមត្រូវដែរប៉ុន្តែបើខ្ញុំមើលសិទ្ធិមិនដឹងចេញជាធម្មតាគឺក្រសួងមហាផ្ទៃមានសិទ្ធិអានឹងគឺជារឿងធម្មតាទេបាទចាលោកឧរៈវិធានការចាប់ខ្លួនលោកអាលិចភ្លាមនៅពេលនេះគឺអាចថាលោកអាលិចនេះជាឆ្អឹងទៅតឹងកនៅក្នុងការអភិវឌ្ឍក្រុមហ៊ុនរបស់ក្រុមហ៊ុន Sino Hydro នេះតែម្ដងចាគាត់ជាឆ្អឹងទៅតឹងកតាមពិតលោក Alex ជាឆ្អឹងទៅតឹងកខ្ញុំមើលទៅឆ្លុះបញ្ចាំងពីរដ្ឋាភិបាលដែលពីដើមមកអាងទៅលើការគម្រាមកំហែងទៅលើប្រជាពលរដ្ឋរបស់ខ្លួនបើសិនជារាជរដ្ឋាភិបាលគាត់ចាត់ទងរឿង Alex លោក Alex គាត់ជាជនបរទេសអញ្ចឹងរដ្ឋាភិបាលរៀងរអាជាងបន្តិចមិនហ៊ានគម្រាមកំហែងទាំងស្រុងប៉ុន្តែឈោមបញ្ចាំងថាបើសិនជារដ្ឋាភិបាលគាត់យកចិត្តទុកដាក់ជាមួយនឹងជាពលរដ្ឋផ្ទាល់ជាពលរដ្ឋខ្មែរយើងអ្នកដែលមានសិទ្ធិជាពិសេសអ្នកដែលរស់នៅតំបន់នោះដែលមានសិទ្ធិជាងគេនោះអ្នកដែលរស់នៅក្នុងតំបន់ហ្នឹងខ្ញុំមើលទៅលោក Alex មិនដើម្បីដោយពេលបច្ចុប្បន្ននេះទេគឺប្រជាពលរដ្ឋដែលសកម្មជននៅតាមមូលដ្ឋានទេដែលគួរតែជាអ្នកមានសិទ្ធិជាងជនបរទេសប៉ុន្តែដោយសារការពីដើមមករាជរដ្ឋាភិបាលរបស់យើងគាត់អាងថាជនជាតិខ្មែរគាត់ងាយស្រួលក្នុងការគាត់បំភ្លៃក្នុងការគាត់សឡុតក្នុងការគាត់មិនយកចិត្តទុកដាក់ហើយដោយសារអញ្ចឹងហើយបានបរទេសគាត់ចូលមកគាត់ជួយសកម្មជនខ្មែរជួយសហគមន៍ក្នុងការតវ៉ាទាំងអស់នេះគឺឆ្លុះបញ្ចាំងពីប្រទេសមួយដែលមិនទាន់អាចឈរជើងដល់ខ្លួនឯងមានកិត្តិយសនៅក្នុងឆាកអន្តរជាតិផងដែរបាទចាសសូមអរគុណច្រើនលោកឧបរៈដែលបានចំណាយពេលនៅក្នុងកម្មវិធីព័ត៌មានរបស់យើងនៅពេលនេះចាជំរាបលាលោកចាបាទសូមអរគុណបាទចាចាលោកនាងស្ដាប់ជាទីមេត្រីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី23កុម្ភៈនេះស្តីពីការឃ្លាំមើលនិងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញនិងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិកាលទី5របាយការណ៍ដែលមានកម្រាស់ជាង100ទំព័ររកឃើញថាគោលនយោបាយរដ្ឋាភិបាលនីតិកាលទី5ដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលចំណាយថវិកាជាតិប្រមាណ$3,400 លានក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានពលរដ្ឋភាគច្រើនមិនពេញចិត្តនៅលទ្ធផលនៃការអនុវត្តនោះឡើយរីឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគិតថារបាយការណ៍របស់អង្គការ Confrel នេះមិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើឡើងក្នុងចេតនាគាំទ្រគណៈបកប្រឆាំង
ចាអ្នកនាងទេពសុរាវីមានសេចក្តីរាយការណ៍ព័ត៌មាននេះអង្គការ Conference រកឃើញថារដ្ឋាភិបាលកម្ពុជានៅមិនទាន់បំពេញចិត្តពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបាន 100% នៅឡើយទេក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនមួយឆ្នាំមកហើយដែលរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានខិតខំបំពេញនិងអនុវត្តគោលនយោបាយរបស់ខ្លួននៅក្នុងនីតិកាលទី 5 ប៉ុន្តែពលរដ្ឋបានផ្ដល់ពិន្ទុមិនពេញចិត្តនៅក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលមិនមានសូចនាករឬកំណត់ឲ្យច្បាស់លាស់រដ្ឋាភិបាលនីតិកាលទី 5 បានដាក់ចេញនិងប្រកាសគោលនយោបាយ 4 វិស័យធំៗគឺទី 1 ការការពារជាតិសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈទី 2 ពង្រឹងរដ្ឋបាលសាធារណៈវិមជ្ឈការនិងសហវិមជ្ឈការការពង្រឹងផ្នែកច្បាប់និងប្រព័ន្ធយុត្តិធម៌និងការប្រឆាំងអំពើពុករលួយទី 3 ការអភិវឌ្ឍសេដ្ឋកិច្ចនិងទី 4 ការអភិវឌ្ឍវិស័យអប់រំសុខាភិបាលការងារវប្បធម៌និងសង្គមគិច្ចក្នុងការសិក្សាវិស័យទាំង 4 នោះអង្គការ Conference បានបែងចែកជា 2 គឺទី 1 គោលនយោបាយមានសូចនាករច្បាស់លាស់មានចំនួន 16 ចំណុចនិងទី 2 គោលនយោបាយគ្មានសូចនាករច្បាស់លាស់មាន 33 ចំណុចគោលនយោបាយគ្មានសូចនាករច្បាស់លាស់ទាំង 33 ចំណុចនោះត្រូវពលរដ្ឋមកពីរាជធានីភ្នំពេញនិងខេត្តសៀមរាបចំនួន 250 នាក់ដាក់ពិន្ទុដោយលទ្ធផលបញ្ជាក់ថាពលរដ្ឋរហូតទៅដល់ជិត 56% មិនពេញចិត្តនឹងការអនុវត្តគោលនយោបាយនៅក្នុងរយៈពេល 1 ឆ្នាំកន្លងមករាជពលរដ្ឋជាង 44% ពេញចិត្តខ្លះៗចំពោះការអនុវត្តគោលនយោបាយទាំងនោះសមាជិកគណៈកម្មាធិការនយោបាយនៃអង្គការ Conference លោកយងកំឯងនិងជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី 23 កុម្ភៈថាការទទួលព័ត៌មានរបស់ពលរដ្ឋពីគោលនយោបាយរបស់រដ្ឋាភិបាលនៅមានកម្រិតពិសេសការមិនកំណត់សូចនាករច្បាស់លាស់ពីគោលនយោបាយទាំងនោះហើយអាចជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់និងអនុវត្តឲ្យបានពេញលេញដែលធ្វើឲ្យពលរដ្ឋជួបការលំបាកពាក់ព័ន្ធនឹងការទទួលសេវាសាធារណៈនិងការចុះបញ្ជីដីធ្លីជាដើមតើជាពលរដ្ឋប្រមាណអ្នកដែលមិនដឹងថាខ្លួនឯងទៅរកសេវាសាធារណៈត្រូវចំណាយលុយបាទអញ្ចឹងក៏អាចនិយាយតម្លៃបានចំពោះបញ្ហានេះអញ្ចឹងហើយបានអាចធ្វើឲ្យបន្ទុកក្នុងការបំពេញការងាររបស់រដ្ឋាភិបាលហ្នឹងមិនបានបន្ទុកលើមធ្យមភាគឬក៏ដល់មធ្យមភាគបាទទោះបីជាបែបនេះក្តីនៅក្នុងរយៈពេល 1 ឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី 5 រដ្ឋាភិបាលបានសម្រេចពេញលេញនូវការបំពេញនិងអនុវត្តគោលនយោបាយចំនួន 6 ចំណុចនៅក្នុងចំណោម 16 ចំណុចនៃគោលនយោបាយដែលមានសូចនាករច្បាស់លាស់រួមមានកំណើនសេដ្ឋកិច្ច 7% នៅក្នុងមួយឆ្នាំការកាត់បន្ថយភាពក្រីក្រក្នុងអត្រា 1% នៅក្នុងមួយឆ្នាំការបញ្ឈប់ការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចការកែលម្អផ្លូវលំជនបទជាជំហានពីផ្លូវក្រាលគ្រូក្រហមទៅជាផ្លូវក្រាលកស៊ូឬផ្លូវបេតុងការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុងនិងគោលដៅនៃចំនួនទេសចរពីក្រៅប្រទេសរីឯគោលនយោបាយ 7 ចំណុចទៀតរួមមានការរក្សាផ្ទៃនេសាទទឹកសាបការចុះបញ្ជីដីធ្លីការកសាងគោលនយោបាយជាតិស្ដីពីសិទ្ធិលំនៅឋានការទទួលសេវាទឹកស្អាតការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យទៅដល់ភូមិបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំនឹងការរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារត្រូវបានរដ្ឋាភិបាលអនុវត្តសម្រេចបានខ្លះៗដោយឡែកគោលនយោបាយចំនួន 3 ទៀតដែលរដ្ឋាភិបាលអនុវត្តតែมันអាចសម្រេចតាមការសន្យានោះរួមមានគោលនយោបាយនាំចេញអង្គរឲ្យបាន 1 លានតោននៅក្នុងឆ្នាំ 2015 ការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើនិងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិកនៅក្នុងវិស័យឯកជនយ៉ាងណារបាយការណ៍របស់អង្គការ Conference នោះត្រូវបានអនុប្រធាននិងជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនីតិស្តីការគណៈរដ្ឋមន្ត្រីលោកទឹកសុធាគិតថាជារបាយការណ៍មួយដែលធ្វើឡើងដោយមិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើឡើងនៅក្នុងចេតនាគាំទ្រគណៈបកប្រឆាំងខ្ញុំបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគឺជាជំហានឆ្ពោះទៅមុខនៅក្នុងការកែតម្រង់ដូច្នេះយើងធ្វើជាជំហានមិនអាចក្នុងរយៈពេលដ៏ខ្លីយើងធ្វើបានតាមសំណូមពរទាំងស្រុងរបស់ប្រជាពលរដ្ឋមួយក៏សម្រាប់គោលនយោបាយរបស់ខ្លួនទាំងស្រុងបានទេពាក់ព័ន្ធទៅនឹងសកម្មភាពក្នុងរបាយការណ៍ដែលរកឃើញដោយអង្គការ Conference នេះលោកយងកំឯងសមាជិកគណៈកម្មាធិការនយោបាយនៃអង្គការ Conference បញ្ជាក់ថាធ្វើឡើងត្រឹមត្រូវហើយគ្មានភាពលំអៀងយ៉ាងណារបាយការណ៍នោះគឺជាគំរូឬការសិក្សាមួយដែលអាចផ្សារភ្ជាប់ការយល់ដឹងរបស់ពលរដ្ឋជាមួយគោលនយោបាយថ្នាក់ជាតិនិងលើកទឹកចិត្តទៅឲ្យពលរដ្ឋរៀនតាមដានពីគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឲ្យក្លាយជាម្ចាស់ឆ្នោតពិតប្រាកដដែលមានឥទ្ធិពលនៅក្នុងការដាក់សម្ពាធទៅលើអ្នកនយោបាយដើម្បីឲ្យអ្នកនយោបាយធ្វើការទៅតាមឆន្ទៈរបស់ពលរដ្ឋនាងខ្ញុំទេពសុរាវីវិទ្យុអស៊ីសេរីភ្នំពេញ
ចាលោកនាងស្ដាប់ជាទីមេត្រីងាកមករឿងក្រុមការងារចរចានៃគណៈបកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅថ្ងៃនេះបានធ្វើរបាយការណ៍បូកសរុបរួមគ្នាមួយលើចំនួន10ចំណុចដែលជាចំណុចមិនត្រូវរើគ្នាលើសេចក្តីស្នើសេចក្តីព្រាងច្បាប់បោះឆ្នោតដាក់ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនដើម្បីពិភាក្សាបន្តក៏ប៉ុន្តែมันមានការកំណត់គ្នារវាងមេដឹកនាំនិងមេដឹកនាំបកនៅឡើយទេនៅក្នុងការជួបគ្នាជាថ្មីទៀតនោះចាលោកទីនសាការីយ៉ាមានសេចក្តីរាយការណ៍ផ្ទាល់បាទជំរាបសួរស្រីខែសំណងបានឃើញដូចនៅស្រីបានរៀបរាប់មិញអញ្ចឹងគឺក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនោះគឺមិនបានបញ្ចប់កិច្ចពិភាក្សាដោយការក្រុងសុខគឺនៅក្នុងខែកុម្ភៈនេះទេក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តីគឺក្រុមការងារគណៈបកទាំងពីរបានឯកភាពគ្នាចំណុចដែលក្រុមការងារបានឯកភាពគ្នាហ្នឹងគឺមានចំនួន110មេត្រាលើ138មេត្រាហើយចំណុចដែលមិនឯកភាពគ្នាគឺបាទហើយចំណុចដែលមិនឯកភាពគ្នាគឺក្រុមការងារគណៈបកទាំងពីរបានធ្វើរបាយការណ៍រួមមួយដើម្បីផ្ញើទៅមេដឹកនាំគណៈបករៀងខ្លួនទុកឲ្យសម្រេចជាចុងក្រោយនោះបាទចំណុចដែលមិនឯកភាពគ្នាហ្នឹងគឺមាន10ចំណុចសំខាន់ដូចជាទី1ទាក់ទងនឹងការកំណត់អាសនៈដែលគណៈបកសង្គ្រោះជាតិសូមឲ្យស្នើបន្ថែមហើយខាងគណៈបកប្រជាជនកម្ពុជាមិនព្រមចំណុចទី2គឺការហាយក្បួនឃោសនាបោះឆ្នោតហ្នឹងគឺខាងគណៈបកប្រជាជនកម្ពុជាចង់ឲ្យមានតែ4ដងទេគឺនៅពេលថ្ងៃបើកហើយនៅពេលបើកនិងពេលបិទហើយខាងគណៈបកសង្គ្រោះជាតិចង់ឲ្យមានធ្វើជាប្រចាំប៉ុន្តែលើកលែងតែនៅតាមខេត្តក្រុងរាជធានីហ្នឹងគឺឲ្យហាយតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយរយៈពេលនៃការឃោសនាហ្នឹងខាងគណៈបកប្រជាជនកម្ពុជាចង់មក21ថ្ងៃហើយខាងគណៈបកសង្គ្រោះជាតិចង់មក25ថ្ងៃចា៎ចំណុចទី4ចំណុចទី4គឺការប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិហ្នឹងរបស់រដ្ឋហ្នឹងគឺខាងគណៈបកប្រជាជនខាងគណៈបកសង្គ្រោះជាតិគឺសូមឲ្យមានការកំណត់ម៉ោងនិងពេលវេលាដែលស្នើដោយកោជបរីឯខាងគណៈបកប្រជាជនកម្ពុជាចង់ឲ្យទុកតាមច្បាប់ចាស់ដដែលហើយចំណុចទី5ឃើញតកតងទៅនឹងការតកតងនឹងមហោស្រពហើយនឹងមណ្ឌលកីឡាឧទ្យានសាធារណៈនឹងចំណុចទី5និងទី6គឺដូចរៀងគ្នាគឺថាពហុកីឡាឋានអីហ្នឹងគឺមិនត្រូវជួលទេគឺខាងគណៈបកសង្គ្រោះជាតិចង់ឲ្យមានការស្នើសុំហើយដើម្បីឲ្យគណៈបកនយោបាយធ្វើការឃោសនាគឺមិនបាច់ជួលទេហើយចំណុចទី7គឺតកតងទៅនឹងមន្ត្រីរាជការស៊ីវិលគឺគណៈបកទាំងពីរបានឯកភាពគ្នាហើយឲ្យពួកគាត់មានសិទ្ធិចូលរួមឃោសនាបោះឆ្នោតនៅក្រៅម៉ោងធ្វើការរីឯមន្ត្រីតុលាការនិងយោធាហ្នឹងគឺខាងគណៈបកសង្គ្រោះជាតិចង់ឲ្យមិនឲ្យចូលរួមធ្វើការឃោសនានោះទេចំណុចទី8តកតងទៅនឹងកងសន្តិសុខហ្នឹងខាងគណៈបកសង្គ្រោះជាតិសូមឲ្យមានកុំឲ្យមានការបំផិតបំភ័យដល់អ្នកបោះឆ្នោតឬក៏អ្នកចូលឈ្មោះបោះឆ្នោតហ្នឹងប៉ុន្តែខាងគណៈបកប្រជាជនគឺសូមឲ្យចុះតាមច្បាប់ចាស់ដដែលហើយឃើញចំណុចទី9គឺតកតងទៅនឹងរឿងHello បាទ Hello លោកសាកាយ៉ាចាសូមអញ្ជើញបាទចំណុចទី9ហ្នឹងគឺតកតងទៅនឹងរបាយការណ៍ចំណុចចំណាយរបស់គណៈបកនយោបាយដែលខាងគណៈបកប្រជាជនកម្ពុជាចង់ឲ្យមានការប្រកាសក្នុងរយៈពេល15ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបោះឆ្នោតហើយខាងគណៈបកសង្គ្រោះជាតិថាចង់ឲ្យមានការប្រកាសចំណុចចំណាយនឹងក្នុងរយៈពេល15ថ្ងៃដែរក៏ប៉ុន្តែក្រោយពេលប្រកាសលទ្ធផលជាផ្លូវការហើយចំណុចចំណាយនឹងគឺត្រូវប្រកាសជាសាធារណៈហើយរីឯចំណុចទី10ទាក់ទងនឹងការដាក់ទោសទៅដល់មន្ត្រីអង្គការសង្គមស៊ីវិលទោះបីជានៅក្នុងច្បាប់នេះគេអនុញ្ញាតឲ្យមានការរិះគន់គណៈបកនយោបាយឬក៏អិសរាជជននយោបាយក៏ដោយក៏ប៉ុន្តែទាក់ទងទៅនឹងដែលខ្វែងគំនិតគ្នាហ្នឹងគឺទាក់ទងទៅនឹងការដាក់ទោសនេះបើសិនជាគេរកឃើញថាអង្គការសង្គមស៊ីវិលណាមួយនិយាយដល់ការប្រមាថដល់គណៈបកនយោបាយនោះបាទហើយយើងចាំមើលតទៀតថាតើទាំង10ចំណុចនេះមេដឹកនាំគណៈបកទាំងពីរនឹងសម្រេចយ៉ាងណាតាក់ទងទៅនឹងលទ្ធផលចុងក្រោយយើងចាំមើលបន្តទៀតនៅពេលខាងមុខបាទចាលោកសាកាយ៉ានៅថ្ងៃសុក្រនេះអាចជួបគ្នាម្ដងទៀតដោយសប្តាហ៍មុននេះអញ្ចឹងចាបាទទោះបីជាគណៈបកទាំងពីរបានបញ្ចប់ធ្វើរបាយការណ៍រួមនៅក្នុង9ជំពូកនេះក៏ដោយក៏ប៉ុន្តែនៅថ្ងៃសុក្រនឹងគឺក្រុមការងារគណៈបកទាំងពីរនឹងបន្តជជែកគ្នាទៀតដែលនៅសល់3ជំពូកទៀតគឺនៅជំពូកទី10 11 12ជំពូកទី10និយាយអំពីទោសបញ្ញត្តិជំពូកទី11និយាយពីអន្តរបញ្ញត្តិហើយជំពូកទី12និយាយពីអវសានបញ្ញត្តិក៏ប៉ុន្តែឃើញថា3ជំពូកនេះ
គឺមិនទៅមានភាពចម្រុងចម្រាស់ខ្លាំងដូចពីចំពោះទី1ដល់ចំពោះទី9នោះទេបាទចាសូមអរគុណច្រើនលោកសាករិយាចាដែលបានរាយការណ៍ជំវិញព័ត៌មាននេះចាលោកអ្នកនាងស្ដាប់ទីមេត្រីគម្រោងអភិវឌ្ឍន៍ល្អាងបុរាណធម្មជាតិមួយនៅតំបន់ក្រពើ2ស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីឲ្យក្លាយទៅជាតំបន់ទេសចរត្រូវបានប្រជាពលរដ្ឋប្រមាណ200គ្រួសារព្រួយបារម្ភពីសុវត្ថិភាពនៃការតាំងទីលំនៅរបស់ខ្លួនគណៈអាជ្ញាធរនិងមន្ត្រីជំនាញទប់ស្កាត់សកម្មភាពទន្ទ្រានដីព្រៃបន្ថែមលោកអ្នកនាងបានស្ដាប់សេចក្តីរាយការណ៍នេះពិស្ដានៅបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃចាលោកនាងស្ដាប់ជាទីមេត្រីនៅថ្ងៃនេះដែរនៅឯខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋប្រមាណ50នាក់នៅក្រុងប៉ោយប៉ែតបាននាំគ្នាតវ៉ានៅមុខសាលាសង្កាត់ប៉ោយប៉ែតទាមទារឲ្យចៅសង្កាត់ដកអ្នកស្រីមេភូមិព្រៃព្រិចចេញពីតំណែងអ្នកភូមិបញ្ជាក់ថាការតវ៉ានេះកើតមានដោយសារក្រុមគ្រួសាររបស់មេភូមិអុកឡុកប្រជាពលរដ្ឋនិងប្រកាន់បកពួកនិយមធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចចាលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋដែលតវ៉ានោះឲ្យដឹងថាការដឹកនាំរបស់មេភូមិកន្លងទៅគឺគ្មានសមត្ថភាពដោះស្រាយបញ្ហាក្នុងភូមិទេហើយបើឲ្យដឹកនាំបន្តទៅមុខទៀតប្រជាពលរដ្ឋនៅតំបន់នោះនឹងគ្មានសេចក្តីសុខឡើយតំណាងប្រជាពលរដ្ឋម្នាក់គឺលោកសុកដាវីរស់នៅភូមិព្រៃព្រិចសង្កាត់នឹងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យថ្លែងនៅថ្ងៃទី23កុម្ភៈថាមូលហេតុដែលពួកគេតវ៉ានេះដោយសារមិនពេញចិត្តសកម្មភាពរបស់មេភូមិដែលប្រើអំណាចផ្ដាច់ការគឺបណ្ដោយឲ្យកូនចៅរបស់ខ្លួនបង្កអុកឡុកប្រជាពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់ធ្វើឲ្យអ្នកភូមិរស់នៅដោយភ័យខ្លាចម្យ៉ាងទៀតនៅពេលដែលកូនមេភូមិមានបញ្ហាជាមួយប្រជាពលរដ្ឋម្ដងគឺមេភូមិតែងតែដោះដៃចេញហើយមិនដោះស្រាយបណ្ដឹងឲ្យឡើយជាភូមិមេភូមិចឹងគាត់ថាកូនចៅគាត់បីក្មេងៗចឹងទៅគាត់មានអត់មានថានេះគាត់ជួយកូនចៅគាត់ថែមហើយបញ្ជូនគេទៅប្តឹងបានថាកូនចៅចាណាតែមួយចុះពីរយើងសុំទោសគ្នាទៅវិញទៅមកទៅយើងចាស់ដូចគ្នាគាត់អត់ទេគាត់ឲ្យថាចង់ប្តឹងឲ្យទៅដល់ណាក៏ទៅដែរហើយស្មាតថៃហ្នឹងជិះម៉ូតូតែដាក់កាមេរ៉ាពីមុខម៉ូតូវាវិទ្យុអាស៊ីសេរីពុំអាចតាក់ទងមេភូមិព្រៃព្រិចគឺអ្នកស្រីហុកលឿមដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23កុម្ភៈចំណែកឯចៅសង្កាត់ប៉ោយប៉ែតលោកនុតលីមានប្រសាសន៍បញ្ជាក់ថានៅក្នុងករណីនេះពុំដឹងថាមេភូមិបានប្រព្រឹត្តខុសដោយការចោទប្រកាន់របស់អ្នកភូមិពិតមែនឬយ៉ាងណានោះទេហើយលោកថាពុំទាន់សម្រេចដកមេភូមិចេញពីតំណែងតាមសំណូមពររបស់ប្រជាពលរដ្ឋភ្លាមៗនោះដែរយើងមិនមែនតែនឹកឃើញដកបានទេព្រោះរដ្ឋបាលបង្កាត់វាទៅមានក្រុមឧស្សាហ៍នឹងស្វ័យតម្លៃដោះស្រាយហើយយើងមកសន្ទនាមួយគាត់ថាឲ្យគាត់ដាក់ពាក្យបណ្ដឹងមកខ្ញុំដោះស្រាយជូនបានអញ្ជើញមេភូមិមកសាកសួរថាវាមានបញ្ហាអីគាត់វាសាកសួរហើយខ្ញុំរៀបចំគណៈកម្មការមួយចោលទៅដល់ភូមិដើម្បីយើងស្រាវជ្រាវមើលមានបានករណីខ្លះដែលប៉ះពាល់មួយជីវរដ្ឋឬសម្រាប់យើងសន្យាមួយជីវរដ្ឋហើយមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកសុំច័ន្ទគៀមានប្រសាសន៍ថាកន្លងមកប្រជាពលរដ្ឋធ្លាប់ប្រាប់លោកអំពីទុក្ខលំបាកក្រោមការដឹកនាំរបស់មេភូមិព្រៃព្រិចនោះហើយថាមេភូមិបានប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋនិងប្រកាន់បកពួកនិយមទុកថាចៅសង្កាត់និងមន្ត្រីពាក់ព័ន្ធគួរធ្វើការស៊ើបអង្កេតនិងចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់អញ្ចឹងបើសិនតែទាក់ទងទៅលើការមេភូមិធ្វើទុកមុខមិនលេងគឺអីមានការគម្រាមកំហែងដល់ប្រជាពលរដ្ឋមានសាច់សណ្ដានមកខ្លួនគឺការគម្រាមកំហែងដល់ប្រជាពលរដ្ឋគួរតែអាជ្ញាធរចុះពិនិត្យហើយនឹងថាតើមេភូមិនឹងបានបំពេញកាតព្វកិច្ចទូនាទីគឺដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែរហើយនៅបំរើប្រជាពលរដ្ឋដែរហើយនៅប៉ុន្តែបើសិនជាមេភូមិមិនបានបំរើការងារជូនប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទេបែរទៅមានជាការគម្រាមកំហែងឬលក្ខណៈណាមួយគឺតែពិចារណាដល់គាត់ចេញទៅកន្លងទៅប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យចៅសង្កាត់ប៉ោយប៉ែតដកមេភូមិចេញពីតំណែងចំនួន2លើករួចមកហើយតែពុំទទួលបានលទ្ធផលទេអ្នកភូមិបញ្ជាក់ថាបើសិនជាការតវ៉ាលើកទី3នេះគ្មានដំណោះស្រាយទៀតពួកគេនឹងនាំគ្នាតវ៉ាទៅសាលាខេត្តបន្ទាយមានជ័យក្នុងពេលឆាប់ៗខ្ញុំហុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងចាលោកនាងស្ដាប់ជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំខែសុណងជាបន្តទៅនេះសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតស្ដីអំពីពលរដ្ឋខេត្តពោធិ៍សាត់ប្រមាណ200គ្រួសារព្រួយបារម្ភពីការបាត់បង់លំនៅឋានដោយសារគម្រោងអភិវឌ្ឍតំបន់ទេសចរចំណែកនៅក្នុងនីតិប្រវត្តិសាស្ត្រសប្តាហ៍នេះ
លោកអ្នកនាងបានស្ដាប់ដំណាក់កាលគ្រងរាជ្យរបស់ព្រះមហាក្សត្រពីរព្រះអង្គគឺព្រះរាមាធិបតីបញ្ញានុនិងព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តទៅទៀតដូចតទៅសេចក្តីរាយការណ៍ពិស្ដាប្រជាពលរដ្ឋប្រមាណ200គ្រួសារដែលសង់ផ្ទះនិងខ្ទមរស់នៅក្នុងព្រៃក្បែរល្អាងបុរាណធម្មជាតិរំលេចស្ថិតនៅក្នុងឃុំក្រពើ2ស្រុកវាលវែងខេត្តពោធិ៍សាត់ព្រួយបារម្ភពីសុវត្ថិភាពនៃការតាំងទីលំនៅរបស់ខ្លួនគណៈអាជ្ញាធរនិងមន្ត្រីជំនាញទប់ស្កាត់សកម្មភាពទន្ទ្រានដីព្រៃបន្ថែមដែលនាំឲ្យប៉ះពាល់ដល់ល្អាងហើយក្រុងអភិវឌ្ឍតំបន់នោះឲ្យទៅជាតំបន់ទេសចរលោកចិនជេថារាយការណ៍អំពីព័ត៌មាននេះមុននឹងធ្វើដំណើរដល់លំនៅឋានរបស់អ្នកភូមិឬល្អាងបុរាណធម្មជាតិរំលេចនេះគេត្រូវធ្វើដំណើរកាត់តាមផ្លូវក្រាលកៅស៊ូនិងគ្រួក្រហមជាង60គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់មកដល់ចំណុចភូមិអូដេកានៃឃុំក្រពើ2ទើបបន្តដំណើរចូលព្រៃកាត់តាមជ្រលងអូនិងឡើងភ្នំ78គីឡូម៉ែត្រទៀតនៅកណ្ដាលព្រៃដែលមិននឹកស្មានថាមានមនុស្សរស់នៅច្រើនដោយសារគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មន្ទីរពេទ្យនិងសាលារៀនជាដើមបែរជាមានផ្ទះនិងខ្ទមសង់រកេតរកូតជាច្រើនខ្នងដែលពេលខ្លះមានប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានក្បាលទទួលក្រមាទើបត្រឡប់ពីចំការមកអង្គុយត្របោមក្បាលជង្គង់ជជែកជាមួយនឹងអ្នកភូមិជាង50នាក់នៅក្រោមផ្ទះប្រក់ស័ង្កសីបាំងជញ្ជាំងក្តារមិនទាន់ហើយមួយខ្នងគឺអ្នកស្រីពៅរ៉នមានប្រសាសន៍ថាពលរដ្ឋភាគច្រើនបានចូលកាប់រៀនព្រៃនិងតាំងទីលំនៅក្បែរល្អាងរំលេចក្នុងចន្លោះឆ្នាំ2007ដល់ឆ្នាំ2013តាមរយៈការទិញដូរគ្មានលិខិតស្នាមពីឆ្មាំយាមល្អាងគឺអ្នកស្រីទូចសាយនិងប្តីអ្នកស្រីបន្តថារូបគាត់និងកូនចៅចំនួន3គ្រួសារទៀតបានចំណាយប្រាក់ចំនួន$2000ដើម្បីទិញដីចម្ការទំហំទទឹង200ម៉ែត្រនិងបណ្ដោយ1000ម៉ែត្រស្ថិតនៅខាងលិចល្អាងចម្ងាយប្រហែល500ម៉ែត្រខ្ញុំគាត់លក់ឲ្យវាស់វែងឲ្យខ្ញុំកាប់បានធ្វើស្រូវដាំដំណាំបានថ្នោអីពោះអស់ហើយខំកាប់អត់ចេញទេខ្ញុំចេញពីនឹងដឹងទៅនៅណាទេពួកខ្ញុំស្រឡាញ់ដូចតាអំខូនហ្នឹងគាត់ចេះគ្រប់គ្រងប្រជាជនគាត់ចេះចែកឲ្យរស់នៅប៉ុន្តែចំណែកយាយហ្នឹងគាត់លក់ឲ្យខ្ញុំហើយចែកខ្ញុំហើយស្រាប់តែគាត់យកកម្លាំងមកទៀតអត់មានដីគាត់ឲ្យខ្ញុំទៅខាងព្រៃវាស់អាវាលនឹងឲ្យគេឲ្យខ្ញុំអត់ព្រមដល់ពេលចឹងទៅគាត់មានធានការខឹងខ្ញុំគាត់ចេះរោល្បិចឲ្យខ្ញុំចេញក៏ខ្ញុំរាប់តខូនក៏អត់ឲ្យរាប់ដែរគាត់ថាអាខូននេះជាជនអនាធិបតេយ្យជាជនខិលខូចបោកកុហកគេប្រជាពលរដ្ឋដែលភៀសច្រើនមកពីខេត្តបាត់ដំបងប៉ៃលិននិងខេត្តតាកែវបានសម្រុកចូលកាប់រុករាននិងដុតបំផ្លាញព្រៃឈើស្រោងនិងពាក់កណ្ដាលស្រោងស្ទើររង្គាលនៅចំណុចមួយចំនួនក្បែរល្អាងរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងក្រុមពលរដ្ឋបានចូលតាំងទីលំនៅតំបន់នោះទៅខ្លួនឯងនិងខ្លះអះអាងថាមានមេខ្យល់អូសទាញចំនួន3ក្រុមផ្សេងទៀតក្រៅពីអ្នកស្រីទូចសាយតាក់ទងបញ្ហានេះសមត្ថកិច្ចប៉ូលីសបានចាប់តំណាងពលរដ្ឋម្នាក់ឈ្មោះជួបខនបញ្ជូនទៅតុលាការកាលពីថ្ងៃទី4ខែកុម្ភៈឆ្នាំ2015ដោយចោទពីបទកាប់រុករានដីព្រៃតុលាការបានសម្រេចឃុំខ្លួនភ្លាមដើម្បីបើកការស៊ើបអង្កេតករណីនេះកាលនោះអ្នកភូមិរស់នៅចំណុចរំលេចបានប្រតិកម្មនិងតវ៉ាសុំឲ្យដោះលែងដោយសំអាងថាតំណាងរបស់ខ្លួនគ្មានទោសកំហុសដោយការចោទប្រកាន់ទេផ្ទុយទៅវិញអ្នកដែលមើលការខុសត្រូវល្អាងរំលេចគឺអ្នកស្រីទូចសាយនិងមន្ត្រីមានសមត្ថកិច្ចប្រចាំការនៅតំបន់នោះមួយចំនួនទេដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្បែរល្អាងនេះវិទ្យុអាស៊ីសេរីបានព្យាយាមតាក់ទងអ្នកស្រីទូចសាយដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ក្រុមពលរដ្ឋនេះដោយផ្ទាល់និងតាមទូរស័ព្ទប៉ុន្តែមិនអាចតាក់ទងបានរហូតមកដល់ថ្ងៃទី23ខែកុម្ភៈយ៉ាងណាប្រធានមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់លោកឡាចផេងលីបញ្ជាក់ថាអ្នកស្រីទូចសាយត្រូវបានអតីតប្រធានមន្ត្រីវប្បធម៌ធ្វើលិខិតស្នើសុំទៅថ្នាក់លើដើម្បីឲ្យគាត់បានធ្វើជាឆ្មាំយាមល្អាងនៅអំឡុងឆ្នាំ2012គឺបន្ទាប់ពីគាត់ចូល
ទៅរស់នៅមុនគេក្នុងឆ្នាំ2003ហើយបាននាំពលរដ្ឋចំនួន56គ្រួសារផ្សេងទៀតទៅកាប់រៀនព្រៃនិងតាំងទីលំនៅនៅតំបន់នោះដែរពីមុនក៏ទៅដល់ក៏ស្ដាប់រៀនធ្វើចំការប៉ុន្តែដោយចុងក្រោយគាត់ដឹងហើយអានេះគាត់ដឹងដោយសារគាត់ដែរគាត់មានកំបោះអីហ្នឹងនៅទៅគាត់មានអតិជំនឿគាត់ឈប់កាត់ព្រៃហ្នឹងទៅហើយមានអ្នកខ្លះចង់ប្រកាន់ថាគាត់ទៅកាត់ព្រៃគាត់កាត់ពីមុនតែយើងអត់ដឹងដល់ក្រោយតែគាត់ដឹងហើយគាត់លែងកាត់ហ្នឹងទៅហើយគាត់សោកស្ដាយព្រៃភ្នំនឹងជាងគេតែចឹងទៅលោកប្រធានមន្ត្រីដែលគ្រប់គ្រង2012ហ្នឹងលោកអុកសុវត្ថិជាមួយលោករស់សំណាងហ្នឹងគាត់ចេញលិខិតមួយឲ្យគាត់ថែរក្សាផ្លាងហ្នឹងខ្ញុំមានអ្នកណាទៅបំផ្លាញទីចកាយអីឆាប់ព្រីតាមមន្ត្រីទីនឹងដាក់ជាការដែរលោកបានថែមថានៅចំពោះមុខមន្ត្រីបានអភិរក្សទួលល្អាងនិងផ្ទៃដីព្រៃជុំវិញល្អាងទំហំ100ហិកតាប៉ុន្តែវិធានការការពារព្រៃឈើក្រៅពីនេះគឺជាដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើឬខាងមន្ត្រីបរិស្ថានចំណែកវិធានការរៀបចំពលរដ្ឋរស់នៅក្បែរល្អាងឬបញ្ជាផលប៉ះពាល់ផ្សេងប្រសិនបើមានការអភិវឌ្ឍតំបន់នោះទៅជាតំបន់ទេសចរគឺអាស្រ័យលើអាជ្ញាធរពាក់ព័ន្ធនិងមានវិធានការដោះស្រាយចំពោះបញ្ហានេះមន្ត្រីនាំពាក្យសាលាខេត្តពោធិ៍សាត់លោកកើតឆាយធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថាក្នុងពេលឆាប់ខាងមុខអាជ្ញាធរមានវិធានការគ្រប់គ្រងនិងចុះស្រង់ស្ថិតិពិតប្រាកដរបស់ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរល្អាងរំលេចនោះនៅចំពោះមុខអាជ្ញាធរបានទប់ស្កាត់ដាច់ខាតចំពោះការកាប់រុករានដីព្រៃបន្ថែមដោយរក្សាការរស់នៅនិងផ្ទៃដីកាប់រានបានទំហំប៉ុណ្ណាគឺផ្អាកនៅត្រឹមនោះសិនក្រុមពលរដ្ឋដែលចូលទៅរស់នៅក្បែរល្អាងរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងកាន់តែខ្វល់ចិត្តដោយខ្លាចបាត់បង់ទីលំនៅនិងដីធ្លីដែលខ្លួនបានទិញឬខំកាប់ឆ្ការបាននាពេលកន្លងមកបន្ទាប់ពីប៉ូលីសចាប់តំណាងម្នាក់ដាក់ពន្ធនាគារហើយទទួលព័ត៌មានថាអាជ្ញាធរមានសមត្ថកិច្ចនិងអភិរក្សផ្ទៃដីព្រៃជុំវិញល្អាងរំលេចនេះទំហំ 3000 ម៉ែត្រការ៉េហើយនឹងដកហូតដីពីប្រជាពលរដ្ឋណាដែលស្ថិតនៅក្នុងដែនអភិរក្សនេះអ្នកស្រីសុតធួមានវ័យជាង50ឆ្នាំជាប្រជាពលរដ្ឋម្នាក់មកពីខេត្តបាត់ដំបងកំពុងឈរផ្អែកជញ្ជាំងផ្ទះក្នុងទឹកមុខក្រៀមក្រំទំនងជាបារម្ភអំពីសុវត្ថិភាពដីធ្លីនិងការរស់នៅក្បែរល្អាងដូចជាអ្នកភូមិដទៃទៀតដែរគាត់មានប្រសាសន៍ថារូបគាត់និងអ្នកភូមិជាច្រើនអ្នកទៀតសុទ្ធតែខ្វះខាតដីធ្លីរស់នៅហើយចង់ឃើញការអភិវឌ្ឍនៅកន្លែងដោយមិនចាំបាច់ធ្វើបាបប្រជាពលរដ្ឋឬដកហូតដីនោះទេគាត់និយាយថាបើសិនណាជាអភិវឌ្ឍល្អាងហ្នឹងគាត់នឹងដាក់ 3000 ម៉ែត្រពីល្អាងអញ្ចឹងប្រជាពលរដ្ឋរស់នៅនេះគ្នាខំកាប់ខំរៀនបានតិចតួចប្រកបអាជីវកម្មហ្នឹងគាត់ដេញទៅហើយដល់ពេលគ្នាទៅលកេលកាបានអីទៀតកូនចាអញ្ចឹងហើយវាកើតទុកម្នាក់ណាធ្វើបានតិចតួចនឹងហើយដេកកើតទុកដេកយំដេកស្រែកនឹងពិបាកថាបើសិនណាជាថាល្អាងហ្នឹង300 ម៉ែត្រគាត់បង្កើតល្អាងហ្នឹងឲ្យបានសបាយទលំទលាយ300 ម៉ែត្រហ្នឹងទៅទុកប្រជាពលរដ្ឋឲ្យនៅទាំងអស់គ្នាគ្រប់គ្រងសបាយទាំងអស់គ្នាបានអត់មានពិបាកមានបញ្ហាលីងមន្ត្រីរបស់សមាគមអាត60និងលីកាដូប្រចាំខេត្តពោធិ៍សាត់បានសហការគ្នាចុះអង្កេតករណីនេះហើយរកឃើញថាផ្ទៃដីព្រៃចំណុចចំការចេកស្រែក្តីនិងចំណុចរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងរងការកាប់បំផ្លាញធ្ងន់ធ្ងរដោយប្រជាពលរដ្ឋមន្ត្រីសិទ្ធិមនុស្សមិនគាំទ្រចំពោះសកម្មភាពនេះឡើយហើយយល់ថាអាចមានអ្នកមានលុយឬមានអំណាចនៅពីក្រោយខ្នងលោកភួងសុធាជាមន្ត្រីសម្របសម្រួលសមាគមអាត60ប្រចាំខេត្តពោធិ៍សាត់ថ្លែងថាអាជ្ញាធរមានសមត្ថកិច្ចអសមត្ថភាពទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនិងការចូលរស់នៅអនាធិបតេយ្យរបស់ពលរដ្ឋនៅក្នុងព្រៃដែលមិនមែនជាភូមិករចាស់របស់ពួកគេធ្លាប់រស់នៅផងនោះប៉ុន្តែលោកថាបើមានការអភិវឌ្ឍតំបន់រំលេចនេះទៅជាតំបន់ទេសចរអាជ្ញាធរត្រូវតែគិតគូររឿងពលរដ្ឋជាមុនវាជារូបភាពដ៏សែនអាក្រក់ផងដែរបើសិនជាថតជាអ្នកបើកដៃប្រជាពលរដ្ឋឲ្យទៅចូលទាំងអស់នេះហើយកាត់ព្រៃហើយយករូបភាពថាប្រជាពលរដ្ឋដោយថាខុសច្បាប់ហើយបដិចេញគាត់ទៅវិញដើម្បីយកដីចែកគ្នាណាល្អាងបុរាណធម្មជាតិរំលេចគឺជាទីតាំងវប្បធម៌ធម្មជាតិវ័យចំណាស់មួយហើយមន្ត្រីវប្បធម៌បានសន្និដ្ឋានបឋមបន្ទាប់ពីចុះសិក្សាចំនួន3លើកថាល្អាងនេះគឺជាទីតាំងរស់នៅរបស់អម្បូរមនុស្សនាសម័យបុរាណគឺមុនពេលដែលមនុស្សមានផ្ទះសម្បែងរស់នៅពិតប្រាកដតំបន់រំលេចមានល្អាងសំខាន់ចំនួន10ហើយល្អាងទាំងនោះចូលទៅត្រជាក់មានស្នាមគូសវាសនិងរូបមនុស្សនៅលើផ្ទាំងថ្ម
យ៉ាងណាប្រធានមន្ត្រីទេសចរខេត្តពោធិ៍សាត់លោកសំឃីមថ្លែងបញ្ជាក់ថាគម្រោងអភិវឌ្ឍតំបន់រំលែកទៅជាតំបន់ទេសចរនោះគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយលោកថានៅស្រុកវាលវែងមានតំបន់ទេសចរជាច្រើនកំពុងសិក្សាហើយអាចមានសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចំពោះតំបន់រំលែកវិញបើអភិវឌ្ឍទៅអាចទាក់ទាញតែភ្ញៀវបរទេសប៉ុណ្ណោះខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងសួស្តីលោកអ្នកនាងស្ដាប់ជាទីមេត្រីបច្ចុប្បន្នគ្លីនិកឯកជននិងកន្លែងលក់ថ្នាំពេទ្យកំពុងរីកដុះដាលដោយផ្សិតនៅស្ទើរពាសពេញប្រទេសមិនថានៅទីប្រជុំជនឬតំបន់ដាច់ស្រយាលនោះឡើយតើអ្នកបើកគ្លីនិកឬអ្នកលក់ថ្នាំពេទ្យទាំងនោះមានចំណេះដឹងផ្នែកវិទ្យាពេទ្យកម្រិតណាហើយក្រសួងសុខាភិបាលបានពិនិត្យនិងតាមដានចំពោះអាជីវកម្មរបស់ពួកគេដែរឬទេចាសសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារទី24កុម្ភៈលើប្រធានបទការគ្រប់គ្រងនិងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលលើគ្លីនិកឯកជនចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់កម្មវិធីនេះសម្រាប់សម្រួលដោយនាងខ្ញុំខែសុណងចាសសូមលោកអ្នកនាងរងចាំស្ដាប់កុំបីខានចាសសូមអរគុណនាទីប្រវត្តិសាស្ត្រលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះលោកជុនច័ន្ទបុតសូមរៀបរាប់ជូនលោកអ្នកនាងនៅប្រវត្តិសាស្ត្រខ្មែរក្នុងដំណាក់កាលគ្រងរាជ្យរបស់ព្រះមហាក្សត្រពីរព្រះអង្គគឺព្រះអង្គរាមាធិបតីពញានុនិងព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ដែលមានសេចក្តីដូចតទៅរាជព្រះរាមាធិបតីពញានុក្រោយពីទ័ពរបស់ព្រះមហាឧបយោរាជព្រះឧទ័យបានធ្វើគុតព្រះរាជសម្ភារពញាតុហើយព្រះឧទ័យនិងនាម៉ឺនសព្វមុខមន្ត្រីក៏ថ្វាយរាជសម្បត្តិទៅព្រះអនុជរបស់ព្រះរាជសម្ភារព្រះនាមពញានុឲ្យឡើងសោយរាជស្នងព្រះជាថានៅក្នុងរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះរាជារាមាធិបតីនៅក្នុងរាជរបស់ព្រះរាជារាមាធិបតីពញានុនេះនៅឆ្នាំ1638មានការបះបោរមួយយ៉ាងធំដែលដឹកនាំដោយអ្នកសិល2នាក់ឈ្មោះពេជ្រនិងរតនៅភូមិរលាំងគ្រើលដែលបានប្រកាសខ្លួនជាស្ដេចបល្ល័ង្កពេជ្រនិងបល្ល័ង្ករតពីដំបូងចលនាបះបោរនេះបានទទួលជោគជ័យដ៏ធំធេងលើកម្លាំងទ័ពព្រះរាជាក៏ប៉ុន្តែទីបំផុតអ្នកសិលទាំង2នាក់ត្រូវគេចាប់ខ្លួនបានហើយត្រូវទទួលទោសប្រហារជីវិតបង់ឯកសារខ្លះថាអ្នកដឹកនាំចលនាបះបោរនោះជាជនជាតិឥណ្ឌាទៅវិញឯកសារខ្លះទៀតបានរៀបរាប់ថានៅដើមរាជរបស់ព្រះអង្គនៅឆ្នាំ1635ពួកហូឡង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកទៅដោយទំនិញក្នុងដែនទឹកម៉ាកាសាព្រះរាមាធិបតីពញានុទ្រង់បានតវ៉ាហើយពួកហូឡង់ក៏បានដោះលែងសំពៅនោះមកវិញនៅឆ្នាំបន្ទាប់មកកប៉ាល់ហូឡង់2គ្រឿងមកពីទីក្រុងប៉ាតាវីយាគឺក្រុងយ៉ាកាតាសប្តាហ៍ថ្ងៃបាននាំសម្បត្តិពីលោកទេសាភិបាលស្នើលក់កំភ្លើងធំឲ្យខ្មែរកប៉ាល់មួយគ្រឿងត្រូវបានគ្រឿងជាប់នៅលើខ្សាច់ត្រង់មាត់ពីមទន្លេមេគង្គព្រះរាជាទ្រង់បញ្ជាឲ្យរឹបអូសយកកំភ្លើងធំ30ដើមនិងស្ពាន់500ហត្ថពីកប៉ាល់នោះឆ្នាំ1637លោកទេសាភិបាលហូឡង់បានបញ្ជូនឈ្មួញឈ្មោះ Henrik Hagenha ជាមួយកប៉ាល់4គ្រឿងទៀតមកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើនេះទៀតផងចំណែកខាងព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថាឆ្នាំ1638ព្រះរាមាធិបតីពញានុបានទ្រង់ទាមទារយកដីកំពង់ក្របីព្រៃនគរដែលព្រះចៅអាណាមក្រុងវេបានខ្ចីដើម្បីបង្ហាត់ទ័ពក្នុងរយៈពេល5ឆ្នាំនោះមកវិញក៏ប៉ុន្តែត្រូវព្រះអង្គជើក្សត្រីបុត្រីស្ដេចយួនជាអតីតអគ្គមហេសីព្រះជ័យជេស្តាដែលពេលនោះបានឡើងងារជាព្រះទាវធីតាមហារាជិនីយកលេសថាសង្គ្រាមរវាងចិននិងយួនមិនទាន់ចប់ហើយសូមអង្វរខ្ចីបន្តទៅមុខមួយរយៈទៀតសិន
ព្រះរាមាធិបតីពញានុសោយរាជ្យដល់ឆ្នាំ1639ក៏ទ្រង់ប្រឈួនជាទម្ងន់ហើយទ្រង់សុគតក្នុងរាជធានីឧដុង្គក្នុងឆ្នាំនោះទៅឯអធិធិធរបស់ព្រះអង្គត្រូវគេយកទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រឹងឬភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គសព្វថ្ងៃនេះរាជព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ក្រោយពីព្រះរាមាធិបតីពញានុជាអនុជបង្កើតរបស់ព្រះរាជសម្ភារប្រឈួនហើយសុគតទៅព្រះឧទ័យជាមាព្រមទាំងនិមឺនសព្វមុខមន្ត្រីក៏លើកព្រះអង្គនុនដែលជាព្រះរាជបុត្រច្បងរបស់ព្រះឧទ័យមហាឧបយោរាជឲ្យឡើងសោយរាជស្នងព្រះជាថាអាយកោមួយគឺបងជាដូនមួយនៅរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះបទុមបរមរាជាធិបតីដែលប្រវត្តិវិទូខ្លះនិយមហៅថាអង្គនុនទី1ព្រះបទុមរាជាអង្គនុននេះទ្រង់លើកក្សត្រីទៀតបញ្ជោជាព្រះរាជបុត្រីព្រះជ័យជាស្ដាឬជ័យជាថាទី2ដែលត្រូវជាអនុជរួមបិតានិងព្រះរាជសម្ភារព្រមទាំងព្រះអង្គនូនិងព្រះអង្គច័ន្ទជាអគ្គមហេសីដោយថ្វាយព្រះនាមជាព្រះវរៈក្សត្រីស្រីចក្រពតរាជព្រះបរមរាជាអង្គនុននិងព្រះអគ្គមហេសីទៀតបញ្ជោទ្រង់មានបុត្រមួយព្រះអង្គព្រះនាមជ័យជាតិព្រះមហាក្សត្រព្រះបទុមរាជាព្រះអង្គនុនដែលជាបុត្ររបស់ព្រះឧទ័យមហាឧបយោរាជនេះសោយរាជមិនបានយូរប៉ុន្មានឡើយព្រោះព្រះពញាច័ន្ទដែលជាប្អូនបង្កើតរបស់ព្រះរាជសម្ភារពញាតោនិងព្រះរាមាធិបតីពញានុនោះទ្រង់អអន់ព្រះទ័យហើយនឹកគិតថារាជសម្បត្តិនេះត្រូវតែបានមកព្រះអង្គដែលជាក្រសែខាងក្សត្រសោយរាជមិនត្រូវបានទៅព្រះអង្គនុនដែលជាខ្សែឧបយោរាជឡើយគិតដូច្នោះហើយចៅពញាច័ន្ទក៏បញ្ចុះបញ្ចូលមេទ័ពជំនិតរបស់ព្រះអង្គ4នាក់ដែលសុទ្ធតែធ្លាប់មានថ្វីដៃក្នុងសង្គ្រាមបង្ក្រាបអ្នកសិលបលាំងពេជ្រនិងបលាំងរតពីរាជមុននោះឲ្យចែកផ្លូវគ្នានាំសេនាទាហានចូលវាយលុកទាំងមហាឧបយោរាជព្រះឧទ័យនិងព្រះបទុមរាជាអង្គនុនជាស្ដេចសោយរាជក្នុងពេលអត្រាតស្ងាត់ព្រមគ្នាទីបំផុតចៅពញាច័ន្ទក៏ធ្វើគុតព្រះឧទ័យជាមានិងព្រះបទុមរាជាអង្គនុនតាមបំណងមែនព្រះអធិធិធរបស់ក្សត្រទាំងពីរគឺព្រះឧទ័យនិងព្រះបទុមរាជាអង្គនុននេះក្រោយមកត្រូវបានគេបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គនោះដែរចំណែកខាងព្រះរាជបុត្រា3ព្រះអង្គទៀតរបស់ព្រះមហាឧបយោរាជឧទ័យនោះគឺព្រះអង្គអ៊ឹមបានរត់ទៅជ្រកជាមួយនឹងព្រះមេដាព្រះអង្គច័ន្ទដែលបានធ្វើគុតព្រះបិតារបស់ខ្លួនឯព្រះពញាសូរនិងពញាតនទ្រង់យាងដោះព្រះអង្គទៅពួនជាមួយព្រះវររាជធីតាមហារាជនីអង្គជើព្រះបទុមរាជាអង្គនុននេះទ្រង់សោយរាជពីឆ្នាំ1639ហើយទ្រង់សោយទីវង្គតនៅឆ្នាំ1641នៃគ្រិស្តសករាជនៅរាជធានីឧដុង្គមានជ័យខ្ញុំជុនច័ន្ទបុត្រ Vichu Azizi Serai Washingtonជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានបញ្ចប់ស្ថាបនិកចលនាមេដាធម្មជាតិលោក Alejandro Gonzalez Davidson ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង 1:30 នាទីរសៀលនៅថ្ងៃទី23កុម្ភៈនាភោជនីយដ្ឋានមួយក្បែរមាត់ទន្លេជិតផ្សាររាត្រីរាជធានីភ្នំពេញមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍សាកសួរជាច្រើនម៉ោងនៅមិនទាន់ដឹងលទ្ធផលថានឹងត្រូវបញ្ជូនលោកអេលិចចេញនៅពេលណានោះទេសកម្មជនដោយឡែកសកម្មជនការពារតំបន់អរ៉ែងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋប្រមាណ100នាក់បាននាំគ្នាទៅឈរនៅខាងមុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះដើម្បីតវ៉ាចំពោះការចាប់ខ្លួននេះហើយរហូតមកដល់ពេលនេះគឺមន្ត្រីអគ្គនាយកដ្ឋានអះអាងថាទុកឱកាសរយៈពេល1សប្តាហ៍ឲ្យលោកអាលិចដែលរាប់ពីថ្ងៃបញ្ចប់ទិដ្ឋាការនៅថ្ងៃទី20កុម្ភៈនឹងត្រូវឲ្យលោកអាលិចចេញពីប្រទេសកម្ពុជាមុនការចាប់ខ្លួនលោកអាលិចប្រមាណ2ម៉ោងនៅថ្ងៃដដែលនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងជាសាធារណៈប្រមានមិនឲ្យអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលនិយាយរឿងអាលិចទៀតទេលោកនិយាយសម្ដៅទៅមន្ត្រីបកប្រឆាំងដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យលោកអាលិចនោះលោកហ៊ុនសែនបញ្ជាក់ថាសូមឲ្យជនបរទេសរូបនេះនៅក្រៅមួយរយៈសិនកុំបង្ករឿងមន្ត្រីជាន់ខ្ពស់នៃអង្គការស
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សហៅកាត់ថាអង្គការលីកាដូហើយចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំពីគម្រោងនៃការដោះលែងស្ត្រីដែលមានកូនតូចនៅជាមួយក្នុងពន្ធនាគារថាជាយន្តការដ៏ល្អបំផុតចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលគ្រោងថានឹងពុំអនុញ្ញាតឲ្យមានវប្បធម៌មានកូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារនោះគឺជាលើកទី1ហើយក្នុងអំណាចរបស់លោកក្នុងរយៈពេល3ទសវត្សរ៍មកនេះគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាអង្គការ Confrel បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី23ខែកុម្ភៈនេះស្តីពីការឃ្លាំមើលនិងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញនិងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិវិធីនីតិកាលទី5ក្នុងឆ្នាំដំបូងនៃនីតិកាលទី5របាយការណ៍ដែលមានកម្រាស់ជាង100ទំព័ររកឃើញថាគោលនយោបាយរដ្ឋាភិបាលនីតិកាលទី5នេះដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលចំណាយថវិកាជាតិប្រមាណ$3,400 លានសហរដ្ឋអាមេរិកក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានពលរដ្ឋភាគច្រើនមិនពេញចិត្តនៅលទ្ធផលនៃការអនុវត្តនោះឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវិញគិតថារបាយការណ៍របស់អង្គការ Confrel នេះមិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើឡើងក្នុងចេតនាគាំទ្រគណៈបកប្រឆាំងក្រុមការងារចរចានៃគណៈបកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅថ្ងៃទី23កុម្ភៈនេះបានធ្វើរបាយការណ៍បូកសរុបរួមគ្នាមួយលើចំនួន10ចំណុចដែលមិនទាន់ត្រូវរើគ្នាដាក់ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនដើម្បីពិភាក្សាបន្តលោកនាងកញ្ញាប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែត្រឹមនេះវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកនាងនឹងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី11850 kHz ស្មើនឹងកម្ពស់ 25m នៅពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី11750 kHz ស្មើនឹងកម្ពស់ 26m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.ra.org/ ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 MHz ខេត្តបាត់ដំបងនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11វិទ្យុកំពង់ចាម FM 99.70 MHz ផ្សាយចេញពីទីរួមខេត្តកំពង់ចាមដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុ FM វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញFM 104.25 MHz នៅខេត្តកំពង់ធំនិង FM 92.25 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11 កន្លះវិទ្យុសបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះនិងវិទ្យុអន្តរទេវី FM 90.25 MHz ផ្សាយនៅខេត្តសៀមរាបដែរគឺផ្សាយនៅពេលព្រឹកពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ពីម៉ោង 9 ដល់ម៉ោង 10ក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាវិទ្យុព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូម
ចាសសូមលោកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia និង YouTube www.youtube.com/rfa video ខ្មែរយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយចាសម្រាប់ពេលនេះនាងខ្ញុំខែសុណងលោកលេងម៉ាលីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា